ប្រយ័ត្នអញប៉ះអីហ្នឹងហ៊ានលូកលាន់ខ្ញុំមែនទេសងលុយមកបើមិនសងទេខ្ញុំហៅប៉ូលីសមកចាប់អញឥឡូវនេះអ្នកនាងគាត់ជួយសង្គ្រោះទេតើកុំនិយាយច្រើនបើមិនសងលុយកុំសង្ឃឹមថាបានទៅណាសងគេទៅថ្ងៃនេះថ្ងៃកំណើតអ្នកម្យ៉ាងកូនយើងកក់ទៅនៅសន្តាគារចិនជើហើយកុំឲ្យខាតពេលនេះលុយឲ្យទៅហាឲ្យតែ$5មកបោកខ្ញុំលើកនេះទុកឲ្យចុះចង់ទៅសន្តាគារចិនជើមែនទេខ្ញុំជាអ្នកគ្រប់គ្រងនៅទីនោះហ៊ានយក$5មកមើលងាយខ្ញុំទៅអរគុណអ្នកនាងអាវ៉ាងមានភ្ញៀវស្លៀកពាក់ធម្មតា2នាក់ទៅទីនោះរកវិធីធ្វើបាបពួកគេទៅបន្ទប់ VIP នៅទីនេះតម្លៃយ៉ាងតិច$10,000ពួកឯងមកអង្គុយផឹកស្រាជាមួយម្ហូបថោកហើយប្រាប់ថាជាកូនឯងរៀបចំឲ្យមែនទេកូនឯងឈ្មោះអីអ្នកនាងកុំនិយាយអាក្រក់ពេកកូនយើងរៀបចំទុកឲ្យហើយទើបយើងមកស្ងាត់មាត់ទីនេះមិនមែនជាមណ្ឌលមនុស្សចាស់ទេអ្នកអាចឆែកមើលបាននេះជាលេខបន្ទប់ដែលកូនខ្ញុំផ្ញើមកខ្ញុំជាអ្នកណាធ្វើមិនកើតពួកបោកប្រាស់សំបីសាធនាគារក៏ខ្លាញ់បានដែរគ្រាន់តែរូបថតអេក្រង់មួយសន្លឹកចង់មកយកកន្លែងវេបនៅជីនជើនឹងឬស្រាមួយដបនេះបានមកពីណាកូនប្រុសខ្ញុំរៀបចំទុកថ្នមផងស្រានោះថ្លៃណាស់យកស្រាខ្លាញ់មកដាក់លើតូចង់បោកអ្នកណានេះមិនមែនស្រាខ្លាញ់ទេលោកធ្វើស្អីនេះជាកូនប្រុសខ្ញុំជូនខ្ញុំតើលោកមានសិទ្ធិអ្វីមកបោកវាខ្ញុំជាអ្នកគ្រប់គ្រងនៅទីនេះយកស្រាខ្លាញ់ចូលមកធ្វើឲ្យយកខ្វក់បន្ទប់វេបព្រំនេះជាព្រំរំជីមនាំចូលសេវាលៀងនឹងខូចខាតអស់100,000បើគ្មានលុយសងគុំសង្ឃឹមថានឹងបានចេញឲ្យសោះស្រាដែលលោកបោកចោលឲ្យពួកយើងសឹងវិញអ្នកណាឃើញថាខ្ញុំជាអ្នកបោកពេលខ្ញុំចូលមកស្រានេះបែករួចទៅហើយពួកអ្នកចាស់ទាំងពីរអ្នកលួចយកស្រាចូលមកធ្វើឲ្យយកខ្វក់បន្ទប់ហើយចង់មកទម្លាក់កំហុសលើសន្តាគារទៀតយប់នេះលោកចាំងក៏បន្ទប់នេះហើយមួយទៅអស់$20,000គិតពួកអ្នក$10,000គឺខ្ញុំទុកមុខឲ្យហើយទេទៅរកហៅរ៉ាន់ទៅគាត់កំពុងរវល់ខ្ញុំមិនចង់ឲ្យកូនពិបាកចិត្តទេម៉េចមិនហ៊ានទៅមិនមែនកូនរៀបចំឲ្យទេឲ្យគាត់មកខ្ញុំចង់ឃើញណាស់ថាកូនបែបណាដែលឲ្យមនុស្សចាស់ស្លៀកអាវចាស់ចូលមកវឹបបានហៅរ៉ាន់សន្តាគារនេះហាក់ដូចជាមានការយល់ច្រឡំខ្លះហើយម៉ាក់បន្ទប់លេខប៉ុន្មានបន្ទប់យូឡាននៅលីជីងអ្នកណានៅក្បែរម៉ាក់លោកសុនអ្នកទាំងពីរបានចូលក្នុងបន្ទប់វេបទាំងគ្មានការអនុញ្ញាតថែមទាំងយកស្រាខ្លាញ់មកធ្វើប្រឡាក់កំរាទៀតខាត់អស់100,000ត្រូវសង្គ្រាមបើមិនអញ្ចឹងទេខ្ញុំគាត់ខ្លួនទុកខ្វះ1រៀលក៏មិនបានដែរថ្ងៃនេះកុំសង្ឃឹមថាបានចេញពីទីនេះអ្នកថាគាត់ចូលដោយគ្មានការអនុញ្ញាតស្រាខ្លាញ់ហើយថែមទាំងខាត់ខ្លួនឪពុកម្ដាយខ្ញុំទៀត20នាទីទៀតខ្ញុំទៅដល់លីវ៉ៃនៅសន្តាគារជីងជើបន្ទប់យូឡានមានគេវីកំទេចស្រាដែលខ្ញុំត្រៀមឲ្យឪពុកហើយថែមទាំងខាត់ខ្លួនគាត់ទៀតទៅជាមួយខ្ញុំតែមិនបាច់បង្ហាញខ្លួនទេខ្ញុំចង់ដឹងណាស់ថាចាប់ពីអ្នកគ្រប់គ្រងដល់ថៅកែពួកគេពុករលួយដល់កម្រិតណាយល់ហើយលោកលីលោកម្ចាស់តើលោកមានការណាទុកទេបន្ទប់យូឡាននិយាយថាមានមនុស្សចាស់2នាក់នៅបន្ទប់យូឡានធ្វើឲ្យខូចកម្រាលតម្លៃ100,000លោកសុនថាពួកគេលួចចូលមកតែមើលទៅពួកគេមិនដូចមនុស្សអាក្រក់ទេកុំនិយាយផ្ដេសផ្ដាស់លោកសុនស្គាល់ជាមួយថៅកែចឹងហើយមិនអាចប៉ះពាល់បានទេថៅកែចឹងណាថៅកែចាស់ឈ្មោះចឹងជាជាងក្រុមហ៊ុនទិញចូលហើយតែគាត់នៅគ្រប់គ្រងបន្តមិនអាចប៉ះពាល់បានទេខ្ញុំបានស៊ើបការសម្ងាត់នៅជីនជើ3ខែមកហើយស្មានតែគ្រាន់តែជាអ្នកមើលងាយមនុស្សធម្មតាមិននឹកស្មានថាពួកគេហ៊ានធ្វើបាបឪពុកម្ដាយខ្ញុំទេថ្ងៃនេះយើងនឹងគិតគូររឿងនេះឲ្យច្បាស់ហើយរ៉ានមិនអីទេមែនទេអ្នកណាធ្វើបែកស្រាអ្នកគឺកូនប្រុសម្នាក់នោះខ្ញុំសួរថាអ្នកណាធ្វើបែកស្រាអ្នកធ្វើឲ្យខ្លួនឯងបែកបាក់អ្នកណាឃើញអ្នកឃើញទេខ្លងមែនទេគិតឲ្យច្បាស់សិនចាំនិយាយរយៈពេលសាកល្បងអ្នកមិនទាន់ចប់ទេនេះជាក្រមួនបិទស្រាពិសេសរបស់ឃ្លាំងមួយដបបិទតែម្ដងគត់ថ្ងៃនេះអ្នកណាជាអ្នកយកស្រាទៅសាយូឡានមើលខ្ញុំធ្វើអីអូរៀបចំបានគ្រប់គ្រាន់ណាស់ឥឡូវការខ្លាញ់បន្លំចំណាយតិចណាស់កំឡោះឲ្យខ្ញុំឃើញល្បិចបែបនេះច្រើនណាស់ឲ្យប៉ាអ្នកស្លៀកពាក់កំសត់ចូលមកធ្វើគួរឲ្យអាណិតរួចយកវីកេបតខ្លាញ់ខ្លាយមកគំរាមចុងក្រោយចង់ថតវីដេអូថាហូតែលធ្វើបាបមនុស្សចាស់មែនទេអ្នកមិនស្គាល់ឯកសារនេះទេខ្ញុំស្គាល់តែលុយខាត់បង100000សងហើយទៅវិញទៅបើមិនសងទេគឺនៅទីនេះគឺអ្នកដែលធ្វើបែកគឺអ្នកដែលជាគេឥឡូវឲ្យយើងសងលុយចាស់ក្បាលខូចខ្ញុំឲ្យមុខអ្នកពេកហើយមែនទេមកលើខ្ញុំនេះកុំជេរម៉ែខ្ញុំគឺមកលើឯងនឹងឯងជានរណាគេបើឯងពូកែពិតមែនមិនឲ្យម៉ែឯងស្លៀកឈុតនេះមកវេបមើលទៅប្រហែលជាតោងស្រីអ្នកមានណាហើយបានជាលួចយកវីកេបតមកធ្វើឲ្យជីឡានក្រុមហ៊ុនស្លៀកពាក់ខោអាវធំដុំហ៊ានធ្វើជាអ្នកមកពីការិយាល័យកណ្ដាលតើស្រីអ្នកមានណាគេចិញ្ចឹមប្រុសក្មេងនេះបានជាហ៊ានមកធ្វើឈួតនៅទីនេះមាត់ក៏ឲ្យស្អាតបាតផងកូនប្រុសខ្ញុំគេរកស៊ីដោយសុចរិតដោយកម្លាំងញើសឈាមខ្លួនឯងពឹងលើសមត្ថភាពអីពឹងលើមុខមាត់មួយនេះមែនទេមួយដៃនេះឲ្យរៀងចាដែលចេះតែនិយាយពីអសរោះមួយដៃនេះឲ្យរៀងចាដែលហ៊ានមើលងាយគេឯងហ៊ានវាខ្ញុំមែនទេគួរតែសំណាងហើយដែលថ្ងៃនេះខ្ញុំមកក្នុងនាមជាកូនបើមិនអញ្ចឹងទេឯងគ្មានសិទ្ធិឈរនិយាយជាមួយខ្ញុំឡើយឯងហ៊ានវាខ្ញុំមែនទេកុំមកធ្វើពុតនៅទីនេះឯងគិតថាវាខ្ញុំហើយអាចដើរចេញទៅបានស្រួលមែនទេប្រាប់ឲ្យដឹងចុះថៅកែមកដល់ភ្លាមដល់ពេលនោះឯងនឹងដឹងថាមានរឿងល្អមើលហើយឯងគិតថាមានវិកេបតខ្លាញ់ខ្លាយពីសัญลักษณ์អាចមកធ្វើឈួតនៅទីនេះបានមែនទេយីហោនៅជីនជើនេះនៅតែពឹងលើថៅកែចឹងអញ្ចឹងហើយចឹងជាជាងមកខ្ញុំនឹងឲ្យគាត់
10 នាទីអ្នកណាហ៊ានមកបង្កចំនួននៅទីនេះលូចូលវេបយកស្រាខ្លាំងៗមកថែមទាំងធ្វើប្រឡាក់បំរាប់រំហើយថែមទាំងវីគេទៀតលោកចាងលោកមកតន់ពេលហើយគេវីមនុស្សដោយគ្មានហេតុផលពីរអ្នកនេះលូចូលបន្ទប់វេបយកស្រាខ្លាំងៗមកមិនសងលុយហើយថែមទាំងវីគេទៀតអ្នកទាំងពីរចូលបន្ទប់ខុសច្បាប់បំផ្លាញរបស់របរនិងវីបុគ្គលិកឃើញថាចាស់ហើយខ្ញុំមិនប្រកាន់ទេតែត្រូវសង 100000លោកដោះស្រាយបញ្ហាបែបនេះមែនទេសិនអ្នកត្រូវតែជាភ្ញៀវសិនយើងមានការកក់ទុកក្រុមហ៊ុនជីនជើបានកក់បន្ទប់នេះទុកហើយក្នុងប្រព័ន្ធមានកំណត់ត្រាជប់គុំយកតំណែងមកគៀបសង្កត់ខ្ញុំឥឡូវពួកច្បោកខ្លាំងៗបានសំបីតែឯកសារក្រុមហ៊ុនត្រឹមរូបថតអេក្រង់កក់ទុកមានន័យអីខ្ញុំធ្វើសន្តាគារ20ឆ្នាំហើយអត់ដែលឃើញអ្នកណាដូចនេះទេភ្ញៀវគិតយុះគេមានអ្នកចាំទទួលនៅមាត់ទ្វារមិនមែនស្លៀកពាក់ចាស់នាំមនុស្សចាស់មកអង្គុយញ៉ាំម្ហូបថោកបែបនេះទេខ្ញុំបើកផ្លូវឲ្យហើយសង 100000ទៅរឿងចប់បើមិនសងវិញអញ្ចឹងហើយប៉ូលីសមកទីនេះមិនមែនកន្លែងមកបង្កចំនួនទេដល់ពេលនោះមិនមែនត្រឹមតែសងលុយទេណាវីគេពីរដៃត្រូវសងថ្លៃខូចខាតផ្លូវចិត្តផងហើយពីរអ្នកចាស់នេះទៀតនៅមិនទៅទៀត20000បើខូចការជប់លៀងលោកចាងអស់20000ឯងត្រូវទទួលខុសត្រូវលោកចាងមានឋានៈអ្វីចុះពួកឯងវិញមានឋានៈអ្វីទុកបន្ទប់ឲ្យលោកចាងគឺដើម្បីផលប្រយោជន៍សន្តាគារទុកឲ្យពួកឯងមានតែរឿងក្នុងភ្នែកពួកឯងមនុស្សចាស់ស្លៀកពាក់ធម្មតាមិនស័ក្តិសមជាភ្ញៀវគិតយោទេមនុស្សត្រូវតែស្គាល់ខ្លួនឯងបើពុកម្ដាយអ្នកចង់ញ៉ាំអីអង្គុយនៅជាន់ផ្ទាល់ដីទៅបើចង់ក៏បន្ទប់នេះត្រូវតែសងថ្លៃខូចខាតកូនខ្ញុំជាអ្នករៀបចំបន្ទប់នេះគេមកញ៉ាំអីត្រឹមត្រូវមិនបានលួចប្លន់ទេហេតុអ្វីមិនស័ក្តិសមកូននិយាយក៏ជឿគេថាជាថៅកែនៅជីនជើក៏ជឿដែរប្រាប់ត្រង់ចុះខ្ញុំស្និទ្ធនឹងលោកលីនៅទីស្នាក់ការកណ្ដាលណាស់ការរួមបញ្ចូលអាហារដ្ឋានលើកនេះត្រូវពឹងខ្ញុំគិតយកទីស្នាក់ការមកសង្កត់ខ្ញុំខុសមនុស្សហើយលីវ៉ៃអ្នកថាអ្នកស្និទ្ធនឹងគាត់មែនទេពិតមែនហើយក្នុងកិច្ចប្រជុំយើងធ្លាប់និយាយគ្នាលោកលីផ្ទាល់ជាអ្នកប្រាប់ថាឲ្យខ្ញុំមើលការខុសត្រូវទីនេះលោកលីមានគេម្នាក់ចង់ជួបលោកគេថាគេស្និទ្ធនឹងលោកណាស់ត្រូវពឹងលើពួកគេដើម្បីកំណត់ចំណុចលោកលីខ្ញុំជួបចឹងជាងតែម្ដងគត់នៅពេលប្រគល់ការងារគាត់គ្មានសិទ្ធិជាតំណាងសន្តាគារទេក៏គ្មានសិទ្ធិខាត់ខ្លួនភ្ញៀវដែរលីវ៉ៃក្នុង10នាទីទៀតទៅជួបគ្នានៅសាលយូឡានយកកំណត់ត្រាការកក់បន្ទប់កំណត់ត្រាស្រាថ្លៃកាមេរ៉ាសុវត្ថិភាពនិងរាល់ពាក្យបណ្ដឹងព្រមទាំងបញ្ជីស្រាទាំងអស់តាំងពីចឹងជាងចូលធ្វើការមកយល់ហើយលោកចឹងខ្ញុំនៅជាន់ក្រោមហើយជាន់ក្រោមតើអ្នកជានរណាគ្នាហាវរ៉ានអ្នកមិនមែនថាធ្វើការគ្រប់គ្រងធម្មតានៅសន្តាគារទេចាំដោះស្រាយរួចខ្ញុំនឹងប្រាប់អ្នកនិយាយម្ដងទៀតមើលស្រានេះអ្នកណាធ្វើបែកអ្នកណាជាឪពុកខ្ញុំអ្នកណាទាលុយ100000លោកលីនប្រហែលជាការយកច្រឡំហើយការកក់ពីទីស្នាក់ការកណ្ដាលអ្នកថាជាការក្លែងបន្លំយកច្រឡំស្រាដែលបែកអ្នកថាជាមនុស្សចាស់រករឿងយកច្រឡំអ្នកគ្រប់គ្រងនិយាយមិនសមរម្យទាសំណងមិនសមហេតុផលសង្កត់សង្កិនបុគ្គលិកឲ្យនិយាយកុហកដូចគ្នាគ្រាន់តែពាក្យយកច្រឡំចង់បញ្ចប់រឿងឬចឹងជាងខ្ញុំធ្លាប់ឲ្យឱកាសអ្នកមិនមែនឲ្យអ្នកយកមកដោះសារបែបនេះទេលោកលីនកាមេរ៉ាសុវត្ថិភាពយកមកបានហើយលោកនាយកចាងលោកបានចូលទៅក្នុងបន្ទប់ស្រាដោយឡែកកាលពី10នាទីមុននេះជាពេលវេលាដែលបានកត់ត្រានេះជាការមួយបង្កាច់ខ្ញុំមិនដែលបានទៅទីនោះសោះគឺពួកគេមិនបានពិនិត្យមើលបន្ទប់ឲ្យច្បាស់ទើបខ្ញុំយកច្រឡំអ្នកគ្រប់គ្រងសុនមិនមែនខ្ញុំទេប្រព័ន្ធបានកត់ត្រាឈ្មោះអ្នកកក់គឺលៀនគូជាងគឺអ្នកនិយាយថាលោកចាងចង់ប្រើបន្ទប់ឲ្យខ្ញុំដេញពួកគេចេញខ្ញុំមិនព្រមអ្នកក៏គំរាមថាគុំសង្ឃឹមថានឹងឆ្លងកាត់ការសាកល្បងមនុស្សចាស់ក្រីក្រពីរអ្នកនឹងមកកក់បន្ទប់ធ្វើអីលីវ៉ៃកត់ត្រាទុកអ្នកគ្រប់គ្រងសុនត្រូវផ្អាកការងារប្រគល់ឲ្យផ្នែកត្រួតពិនិត្យស៊ើបអង្កេតរឿងបង្ខំឲ្យសងសំណងនិងបញ្ជីស្រាដកសិទ្ធិគ្រប់គ្រងរបស់គាត់ចេញចាប់ពីយប់នេះទៅគ្រប់បន្ទប់ VIP ទាំងអស់ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំទុកកំណត់ត្រាកក់បញ្ជីស្រានិងពាក្យបណ្ដឹងអតិថិជនត្រូវស៊ើបអង្កេតរឿងទទួលភ្ញៀវសំណងខ្លាំងៗនិងកម្រៃជើងសារស្រាឲ្យដល់រកូលយល់ហើយលោកនាយកលីនខ្ញុំខុសហើយបើដឹងថាជាឪពុកម្ដាយរបស់លោកទោះឲ្យខ្ញុំ100ដងក៏ខ្ញុំមិនហ៊ានដែរអញ្ចឹងបើមិនមែនជាឪពុកម្ដាយខ្ញុំអ្នកហ៊ានធ្វើមែនទេអ្វីដែលអ្នកកំពុងជេះមិនមែនត្រឹមតែស្រាទេតែជាកិត្តិយសដែលឪពុកខ្ញុំខំថែរក្សាមួយជីវិតហើយនេះក៏ជាលើកចុងក្រោយដែលជីងជើអត់អន់ឲ្យអ្នកពេលអ្នកឲ្យឪពុកខ្ញុំយកលុយ100,000មកអ្នកធ្លាប់គិតទេថាគាត់ខំសន្សំសំចៃមួយជីវិតដើម្បីចិញ្ចឹមគ្រួសារយ៉ាងណាពេលយើងសរសេរលិខិតសុំទោសមិនមែនល្ងងខ្លៅដូចពេលនេះទេលោកប្រធានចាងគាត់ប្រើបន្ទប់វេបទៀតហើយលោកជាអ្នកបញ្ជាផ្ទាល់ថាត្រូវតែរៀបចំឲ្យគាត់គុំនិយាយដេកដាស់សុនជាអ្នកចង់បានមុខមាត់ជាមួយអតិថិជនខ្ញុំឲ្យអ្នកបោះបង់អតិថិជនតាំងពីពេលណានៅបន្ទប់តែជាន់លើលោកជាអ្នកនិយាយផ្ទាល់ថាលោកចាងចំណាយ$20000ត្រូវតែទុកបន្ទប់យូឡានឲ្យគាត់ហើយថាគាត់ជាភ្ញៀវកិត្តិយសស្ងាត់មាត់លោកប្រធានលីនបុគ្គលិកខាងក្រោមមិនដឹងរឿងទេខ្ញុំត្រូវបានគេបោកខ្ញុំនឹងសហការជាមួយផ្នែករដ្ឋបាលដោះស្រាយសុនជាឲ្យបានឆាប់ចង់ដោះស្រាយយូរហើយតែបែរជាដំណឹងតំណែងឲ្យគាត់ទៅជាអ្នកគ្រប់គ្រងបើដឹងថាជាមនុស្សមិនល្អហេតុអ្វីមិនឲ្យគាត់ក៏បន្ទប់មុនហើយចូលមកដល់ភ្លាមឲ្យឪពុកខ្ញុំបង់ប្រាក់100000ស្ថានភាពបន្ទាន់ខ្ញុំស្មានថាជាភ្ញៀវមកបង្កហេតុអ្នកស្មានអញ្ចឹងឬជីងជើមិនមែនគ្រប់គ្រងដោយអារម្មណ៍ផ្ទាល់ខ្លួនទេអ្នកស្ដាប់ចុះ3ខែចុងក្រោយនេះមានពាក្យបណ្ដឹងជាច្រើនពីបន្ទប់យូឡាននិងជួយយន្តភ្ញៀវត្រូវគេបង្ខំឲ្យបដូរបន្ទប់ហើយត្រូវគេទារថ្លៃសម្អាតថ្លៃខូចខាតសម្ភារៈថ្លៃថែទាំកម្រាលព្រំពី$3000ដល់$80000ហើយលុយទាំងនោះមិនបានចូលកន្នីសន្តាគារទេលុយនេះមិនមែនខ្ញុំម្នាក់ឯងទេដែលយក
លោកចាងលោកមិនអាចរុញខ្ញុំបានទេលុយទាំងនោះគឺលោកទេតើដែលឲ្យខ្ញុំផ្ទេរទៅកណេប្អូនថ្លៃលោកមានកណេឲ្យកោតូចចាងនៅទីនេះថ្លៃសេវាដំឡើងកម្រិតរបស់អតិថិជនលោកហ៊ាននិយាយថាអត់ដឹងមែនទេកញ្ញាចាងគិតឲ្យច្បាស់ទៅក្រុមហ៊ុនចិញ្ចឹមអ្នកយូរហើយកុំឲ្យមនុស្សឈួតបោកបញ្ឆោតឲ្យសោះលោកលីនខ្ញុំមានឯកសារច្បាប់ចម្លងគ្រប់កំណត់ត្រាផ្ទេរប្រាក់ខ្ញុំបានព្រីនទុកអស់ហើយអីចឹងបានន័យថាទទួលស្គាល់ហើយថាលុយនោះគឺលោកជាអ្នករៀបចំឲ្យគេទទួលលីវៃក៏ត្រាទុកមកជីងចៅត្រូវការលំហូរលុយស្អាតមិនមែនលុយស្មោកគ្រោកបែបនេះទេលោកលីននៅក្មេងទៅមកកាន់តំណែងមិនយូរទេហាងត្រូវដំណើរការត្រូវថែរក្សាអតិថិជនត្រូវរកការទំនាក់ទំនងតាមមួយណាដែលមិនត្រូវការលុយបើមិនមើលរបាយការណ៍គិតថាកនីស្អាតបើគ្មានខ្ញុំជួយទ្រភ្ញៀវធំដូចលោកចាងមកទីនេះមែនទេបាយស្អាតឆ្ងាញ់ម្លេះខ្ញុំយល់ពីការសងសឹកជំនួសឪពុកម្ដាយប៉ុន្តែបើប៉ះខ្ញុំកុំថាឡើយលោកចាងយប់នេះសូម្បីតែភ្ញៀវធំទាំងអស់ក៏នឹងដកខ្លួនចេញដែរហើយក្រុមប្រឹក្សាពិបាលនឹងសួរនាំលោកមុនគេបន្ទប់វេបរៀបចំរួចរាល់ហើយឬនៅភ្ញៀវមកដល់ជាន់ក្រោមហើយលោកចាងមានន័យថាម៉េចភ្ញៀវកិត្តិយសមកដល់ភ្លាមហើយនៅមិនទាន់រៀបចំរួចទៀតលោកចាងសុំទោសផងមានការយល់ច្រឡំបន្តិចខ្ញុំនឹងរៀបចំបន្ទប់ឲ្យភ្លាមលោកយាយធ្វើជាមនុស្សត្រូវស្មោះត្រង់បន្តិចញ៉ាំបាយនិយាយរកស៊ីបើខូចការគេគឺសងមិនរួចទេណាយប់នេះចំណាយអស់3សែនតើអ្នកឯងមានប៉ុន្មានទៅខ្ញុំមកពីក្រុមហ៊ុនហុងយួនជីនឆៃសម្ភារៈតុបតែងផ្ទះពាក់កណ្ដាលក្នុងក្រុងនេះគឺយកពីខ្ញុំទាំងអស់